បាទសួស្តីបងប្អូនបទពិសោធន៍នឹងជំនាញគឺកើតឡើងដោយការអនុវត្តវាអាចកើតឡើងមកដោយការសូត្រទ្រឹស្ដីឬក៏ស្ដាប់គេបកស្រាយចែករំលែកអីចេះដឹងមកទេអញ្ចឹងវាកើតឡើងដោយការអនុវត្តជាក់ស្ដែងហើយស្វែងយល់ពីវាធ្វើវាទៅវាបានផលតែបើសិនជាយើងអត់ធ្វើអីសោះហើយយើងចាំស្ដាប់ទ្រឹស្ដីឬក៏ការចែករំលែកពីគេមកអាហ្នឹងវាមិនអាចជោគជ័យទេវាមិនអាចចេញជាលទ្ធផលទេអញ្ចឹងតើយើងធ្វើខ្លួនឯងពេលហ្នឹងវាបង្រៀនឲ្យយើងដឹងថាតើអ្វីជាខុសអ្វីជាការធ្វើត្រឹមត្រូវតោះមកយើងរៀនសូត្រពីគេស្រាប់ការចែករំលែកនឹងមើលអ្នកដែលធ្លាប់ធ្វើជោគជ័យអីចឹងទៅយកមកកែតម្រូវខ្លួនឯងវិញបានអានោះបានយើងអាចវិវត្តខ្លួនរបស់យើងឲ្យកាន់តែល្អតែបើសិនជាយើងគិតថាយើងស្ដាប់ឬក៏មើលគេធ្វើជោគជ័យហើយយើងគិតថាយើងយកទៅធ្វើទៅជោគជ័យវាអត់ទាន់ដល់កម្រិតហ្នឹងទេអញ្ចឹងយើងត្រូវការចុះធ្វើខ្លួនឯងហើយសមិទ្ធផលមានពេលខ្លះខុសមានពេលខ្លះត្រូវយើងកែតម្រូវវាខ្វះស្អីមិនទាន់ល្អអីបន្ថែមអីណាបំផែនស្អាតល្អវាអាស្រ័យទៅលើមេបាដែរហើយក៏មិនមែនមេបាល្អទៅកូនមកសិតតែផែនស្អាតអញ្ចឹងទេវាដោយមន់ដែរអញ្ចឹងហើយមន់ប៉កែក៏មិនមែនចេះតែឲ្យតែមេបាល្អស្អាតប៉កែហើយកូនមកនឹងតែប៉កែដោយមន់ដែរអញ្ចឹងមកសបុកបាន1បាន2អញ្ចឹងហើយបានមន់ខ្លះលក់ថោកខ្លះលក់ថ្លៃដោយសារអីដោយសារវាអាស្រ័យទៅលើចរិតអាស្រ័យទៅលើភេទអាស្រ័យទៅលើដុងរបស់មន់ហ្នឹងដែរ